Hi hello សួស្តីអ្នកនរគ្នាជាចូលមេរៀនយើងគឺមេរៀនចាប់ផ្ដើមថ្មីដែរទេគឺថ្ងៃហ្នឹងយើងមក master លើ candlestick អូខេ candlestick វាមាន3ប្រភេទមាន bullish candlestick និងគេហៅថា expansion bullish expansion bearish expansion consolidation ហើយនិង reversal ចឹងវាមានឡើងហើយចុះអូខេចឹងអានេះគឺជា bullish expansion ការបើករបស់ទីផ្សាររបស់វាចឹងយើងឃើញថាកាលណាផ្សារវាមានទៀនអញ្ចឹងការដើររបស់វាមានតម្រង់ដើររបស់វាត្រឹមត្រូវវាមិនមែនថាពេលបើកផ្សារហើយយើងអត់ដឹងទេអញ្ចឹងយើងអាចសម្គាល់វាបាននៅពេលដែលផ្សារនឹងដើរមិនអូខេអញ្ចឹងយើងអាចសម្គាល់វាបាននៅពេលដែលផ្សារហ្នឹងវាដើរចេញជាតម្រង់អូខេយើងលើកឧទាហរណ៍កន្លែងនេះគឺជា bullish expansion អញ្ចឹងកន្លែងនេះគឺជាថ្ងៃថ្មីគឺម៉ោង midnight ម៉ោង12ថ្ងៃត្រង់ហ្នឹងគឺ midnight ណាយើង UTC យើងប្រើ UTC ដក5អញ្ចឹងអានេះម៉ោងយើងអាចដាក់ម៉ោង12ណាយើងអាចដាក់ម៉ោង12ប៉ុន្តែនេះយើងគ្រាន់តែយើងឧទាហរណ៍ទេអូខេអញ្ចឹងម៉ោង12យើងដាក់ midnight ក៏បានឬក៏មិនដាក់ក៏បានដែរស្អីចិត្តយើងអូខេអញ្ចឹងមកទៀននេះគឺថ្ងៃថ្មីគឺចាប់ផ្ដើមនៅម៉ោង12 midnight អូខេម៉ោង12 midnight អញ្ចឹងពេលដែលវាបើកទៀនវាត្រូវការ open វាមាន open ហើយវាត្រូវការ low ណា low high close អញ្ចឹងបើយើងអាចសម្គាល់ដំណើរនៃ expansion candlestick expansion បានដោយសារការដើររបស់វាមួយការដើររបស់វាចេញពីកន្លែង open ទៅអញ្ចឹងវាអាច open ហើយវាធ្វើការចុះមកបង្កើតអីបង្កើត low ណាវាអាចធ្វើការចុះមកបង្កើត low ហើយវាឡើងទៅ break ដូចជា CISD ឬក៏ឆូតនៅក្នុង time frame 15នាទីល្អបំផុតឬក៏ time frame 5នាទីណាបើយើងចេះមើលអាច time frame 1ម៉ោងក៏បានអញ្ចឹងនៅក្នុង time frame 15នាទីវាធ្វើការគេ change ឬក៏ CISD អូខេកន្លែងហ្នឹងវាអាចមាន CISD អញ្ចឹងពេលដែលយើងវា show មកអញ្ចឹងហើយអញ្ចឹង direction របស់យើងគឺអត់មានអីច្រើនទេគឺរកឱកាសក្នុងការ buy អញ្ចឹងផ្សារ expansion វាត្រូវការឡើងធម្មតាណាឡើងធម្មតាអញ្ចឹងវាឡើងទៅយើងមិនអាចបញ្ច្រាស់លំហូររបស់វាបានទេឡើងទៅរកអីគេឡើងទៅ close ក្នុងមួយថ្ងៃណាឡើងទៅ close ក្នុងមួយថ្ងៃបិទ high នៅលើនេះអញ្ចឹងកាលណាដែលវាបិទ high វាចុះមកដើម្បីបិទអីគេ close ក្នុងមួយថ្ងៃហ្នឹងអញ្ចឹងវាចប់ក្នុងមួយថ្ងៃហ្នឹងគឺចាប់ពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង12យប់ឬក៏ម៉ោងដូចជាម៉ោង6យប់6ព្រឹកវាបិទព្រោះអាមេរិកគេ trade ចាប់ពីម៉ោង12ថ្ងៃត្រង់ទៅអញ្ចឹងមិនក៏យើងចាំបាច់ត្រូវរៀនអាហ្នឹងអូខេអ្វីដែលយើងសំខាន់ហើយដែលយើងត្រូវរៀនអាហ្នឹងគឺយើងអាចដឹងពីលំហូរផ្សារយើងមិនចេះចេញចូលដោយគ្មានការមើលឬក៏ដោយការគ្មានការវិភាគឲ្យត្រឹមត្រូវទេអញ្ចឹងយើងឃើញថាវាបិទត្រឹមត្រូវរបស់វាទៀនការបិទបើករបស់វាគឺវាត្រឹមត្រូវរបស់វាណាគឺវាត្រឹមត្រូវរបស់វាអញ្ចឹងយើងឃើញថាពេលដែលវា show CISD ហើយយើងរកឱកាសក្នុងការ buy ឡើងណាក្នុងការ buy ឡើងដោយគឺយើងប្រើអីគេប្រើ PD array មានអីគេខ្លះមាន inversion ឬក៏ SVG អីផ្សេង SVG ឬក៏ SVG ផ្សេងដែលវាឲ្យយើងមានដូចជា PD array ហ្នឹងគឺមាន OTE មាន SVG មានអីគេមាន inversion 50% អីចឹងទៅអញ្ចឹងទេ breaker block អីចឹងទៅកន្លែងនេះគឺអាចមាន breaker អញ្ចឹងទៅជាប់ CISD អញ្ចឹងទៅគេ buy ឡើងអញ្ចឹងបើយើង miss trade កន្លែងនេះ miss trade
អញ្ចឹងយើងធ្វើម៉េចអញ្ចឹងឱកាសដែលយើងរកឱកាសគឺមានទៀតគឺក្នុងមួយថ្ងៃហ្នឹងអានេះវាអាចជាអីគេជា rank ឬក៏ accumulate នេះកន្លែងនេះគឺជាអាចជា accumulate ហើយកន្លែងនេះគឺជាអីគេ manipulation ហើយនេះវា expansion ឡើងទៅហ្មងណាអញ្ចឹងវាមាន sweep មានអីនៅក្នុងហ្នឹងគឺត្រឹមត្រូវណាគឺត្រឹមត្រូវវាមាន sweep វាមានអីគេត្រឹមត្រូវហើយវាឡើងទៅលើវិញអញ្ចឹងកន្លែងនេះដូចវាត្រូវការគេ stop ហាន់វាហាន់កន្លែងនេះអញ្ចឹងអូខេអញ្ចឹងយើងវិភាគនៅក្នុង time frame 15នាទីយើងមិនចេះតែចូលផ្សារចេញចូលដោយអត់មានការវិភាគទេអូខេអញ្ចឹងកន្លែងនេះវាអាច CSD អញ្ចឹងបើអ្នកទាំងអស់គ្នាទិញកន្លែងហ្នឹងអត់តន់អ្នកទាំងអស់គ្នាមើលកន្លែងនេះគឺជាអីគេកន្លែងនេះក៏ជា chain character ឬក៏ break BR អញ្ចឹងទៅយើងដាក់ break អញ្ចឹងទៅ BR អញ្ចឹងទៅអញ្ចឹង PD array យើងនៅប្រើដែរមានអីគេ SVG breaker block order block មានអីទៀត break block inversion SVG value gap អីផ្សេងអញ្ចឹងមុននឹងវាឡើងទៅវាធ្វើការអីគេវា sweep អីដូចគ្នាអញ្ចឹងយើងកន្លែងនេះអ្នកខ្លះអាចនឹងខុសដោយសារអី sell មកវិញណា sell មកវិញដោយសារឃើញវា break តែ low ពិតប្រកបរបស់វាគឺនៅនេះបើយើងចង់ sell លុះត្រាតែវាអីគេលុះត្រាតែផ្សារហ្នឹងវា break កន្លែងនេះបានយើងមានឱកាសក្នុងការ sell ណាក្នុងការ sell អញ្ចឹងយើងមើល PD array យើងមានអីគេ OTE មាន SVG មាន breaker block មាន order block អីនៅក្នុងនោះទាំងអស់ណាយើងបាយនៅក្នុង0អីគេ0 OTE ឬក៏ក្រោម 50% គេហៅថា0 discount អញ្ចឹងយើងអាចមើលទៅ0 discount គឺវានៅម្ដុំ OTE ហ្នឹងហើយក្រោម 50% អញ្ចឹងយើងធ្វើការក្នុងការ long position ឡើងទៅលើដល់ SL យើងដាក់ឲ្យត្រឹមត្រូវទៅអញ្ចឹង long position យើងអាចយក revert 1 2អញ្ចឹងទៅអូខេអញ្ចឹងអានេះគឺជាដំណើរការនៃការបិទបើកទៀន expansion ឬក៏ទៀន bullish expansion អូខេក្នុងនេះវាមាន PD array ច្រើនវាមាន inversion មាន SVG មាន OTE មាន order block bullish order block នេះគឺនៅក្នុងទាំងអស់អញ្ចឹងក្នុងរយៈពេលមួយថ្ងៃហ្នឹងគឺវាមានគ្រប់ឈុតរបស់វាណាគ្រប់ឈុតរបស់វាបានបង្កើតបានជាទៀន bullish មួយដើមហ្នឹងណាក្នុងរយៈពេលមួយថ្ងៃអញ្ចឹងមួយថ្ងៃហ្នឹងចាប់ពីម៉ោង12រហូតដល់ម៉ោងប្រហែលម៉ោង12រហូតដល់ម៉ោងប្រហែលដល់ម៉ោង12រហូតដល់ម៉ោង12យប់ណាម៉ោង12រហូតដល់ម៉ោង12យប់នេះអញ្ចឹងមកដល់ម៉ោងត្រឹមនេះគឺម៉ោង12យប់គឺវាបិទអីគេបិទទៀនអញ្ចឹងអានេះស្មើនឹងមួយទៀននេះមួយថ្ងៃអូខេស្មើមួយទៀនមួយថ្ងៃយើងមកមើលនេះវិញអូខេយើងមកមើលនេះអញ្ចឹងយើងលុបអានេះចោលយើងអាចលុបវាចោលសិនអូខេវាដូចគ្នាអញ្ចឹងយើងមកមើលនេះអូខេអានេះគឺដូចគ្នាគឺការដើររបស់វាគឺដូចគ្នាមួយទៀនវាគឺវាការបិទបើកដូចគ្នាអញ្ចឹង low គឺការបើកផ្សារគឺវាចេញពី higher time frame អូខេអញ្ចឹងយើងដាក់វាមកអានេះ midnight open អូខេឲ្យយើងសម្គាល់អញ្ចឹងការបើកផ្សាររបស់វាធ្វើម៉េចអញ្ចឹងវាធ្វើការចេញពីតំបន់ open ហើយវាត្រូវការបង្កើតអីគេវាត្រូវការបង្កើត high កាលណាដែលវាបង្កើត high បានហើយវាធ្វើម៉េចទៀតវាធ្វើការ change state ហើយយើងសម្គាល់ឃើញថាកាលណាដែលវា CISD នៅក្នុង time frame 15នាទីអញ្ចឹងផ្សារហ្នឹងនឹងរត់ចុះមកក្រោមតទៀតណានឹងរត់ចុះមកក្រោមតទៀតហើយវានឹងទុក first pullback មួយដើម្បីធ្វើជា inducement ហើយបានវាចុះមកតទៀតណាចុះមកតទៀតមកដល់ក្រោមហើយវាទៅបិទនៅលើវិញណា
វាទៅបិទនៅលើវិញបិទត្រឹមម៉ោងប៉ុន្មានបិទត្រឹមម៉ោង12យប់បិទត្រឹមម៉ោង12យប់អូខេបិទត្រឹមម៉ោង12យប់វាមានមួយឈុតដូចគ្នាកន្លែងនេះគឺ CISD អូខេកន្លែងហ្នឹងគឺ CISD អូខេអញ្ចឹងកាលណាដែលយើងឃើញអញ្ចឹងផ្សារវានឹងរ៉ាន់វាអត់ដឹងម៉ោងប៉ុន្មានទេអញ្ចឹងវានឹងរ៉ាន់ឡើងលើសិនវារ៉ាន់ទៅប៉ះយក CISD យើងអាច confirm នៅក្នុងហ្នឹងបានដល់យើងលក់តម្លាក់ពី CISD ហ្នឹងចុះបន្ទាប់ពីតម្លាក់ចុះហើយកន្លែងនេះវា break ទៀតអាហ្នឹងគឺជាគេគឺជា breaker block ឬក៏ឆូចអីចឹងទៅ BR អីចឹងទៅ breaker អីចឹងទៅអញ្ចឹងយើងនៅតែប្រើគេប្រើ PD array នៅដែរ PD array យើងមានអីគេខ្លះមាន OTE មាន FVG មាន inversion មានអីហ្នឹងគឺយើងប្រើយើងរកឱកាស sell កន្លែងហ្នឹងណា sell បើយើងមាន confirm វាល្អណារកឱកាស sell កន្លែងហ្នឹងហើយយើងតម្លាក់ TP អីឲ្យវាដើរត្រឹមត្រូវមកអញ្ចឹងការមើលទៀនហ្នឹងអត្ថប្រយោជន៍វាគឺឲ្យយើងដឹងថាផ្សារហ្នឹងវាលំហូរអីណាវាលំហូរអីដោយសារអីយើងលេងនៅក្នុង flow មួយថ្ងៃយើងលេងក្នុង flow មួយថ្ងៃអញ្ចឹងអ្នកនរគ្នាមើលនេះឃើញវាចុះមកយើងអាច TP យើងដាក់1លើ2អញ្ចឹងទៅណាអញ្ចឹងវាអាចបាន TP របស់យើងអូខេអញ្ចឹងមួយថ្ងៃហ្នឹងគឺវាបិទត្រឹមម៉ោង12យប់គឺចប់អញ្ចឹងវាអាចមានអីគេចាប់ពីម៉ោង2មកវាមាន London session ហើយនិង New York session អញ្ចឹងទៅអញ្ចឹងយល់អស់យើងចាំលេងនៅក្នុងអីលេងក្នុង New York session អញ្ចឹងទៅ New York session មានអីគេ New York session វាចាប់តាមពីម៉ោង6ម៉ោង7ល្ងាចហ្នឹងទៅមានអីគេខ្លះមាននេះវាមាន breaker មាន CISD មានអីយ៉ាងហ្នឹងវាដល់0របស់ New York អូខេយើងរកឱកាសក្នុងការក្នុងការ entry ក្នុង season New York ហ្នឹងទៅល្អចុះមួយថ្ងៃយើង trade ក្នុងមួយ season ក៏ល្អដែរណាព្រោះ London វាអាចនឹង sideways ច្រើនជាងការដើរ expansion បើ New York វាដើរគឺវា expansion ហើយអូខេអញ្ចឹងអានេះគឺជាការបិទបើករបស់ទៀនអូខេអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងអ្នកនរគ្នានឹងបានមើលហើយនឹងយល់វីដេអូក្រោយខ្ញុំនឹងសម្រាយមេរៀននឹងឲ្យថែមគឺយើងទៅ master លើ candlestick trading view ជាក់ស្ដែង